តែបងប្អូនជឿទេថាភ្ញៀវទេសចរដែលមានជីវភាពធូរធារមិនជ្រើសរើសជិះឡានទំនើបទេប៉ុន្តែបែរជាជ្រើសរើសដើរជាង15គីឡូម៉ែត្រក្រោមកម្ដៅថ្ងៃដើម្បីស្គាល់ទីក្រុងភ្នំពេញបាទពីវត្តភ្នំមកមានឯករាជ្យបាទសួស្តីបងប្អូនខ្ញុំបាទហែមសុភ័ណ្ឌជាមគ្គុទ្ទេសក៍ទេសចរជាតិប្រចាំប្រជាណាចក្រកម្ពុជានិងជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook ដូចជាសៀវភៅមគ្គុទ្ទេសក៍ភ្នំពេញ Guidebook ខ្ញុំចូលចិត្តចែករំលែកប្រវត្តិសាស្ត្រវប្បធម៌និងជីវិតរស់នៅពិតរបស់ប្រជាជនកម្ពុជាជូនភ្ញៀវទេសចរមកពីជុំវិញពិភពលោកហើយពេលនេះខ្ញុំសូមចែករំលែកនៅបទពិសោធន៍ដំណើរទេសចរមួយនេះជូនដល់បងប្អូនទស្សនាក៏ដូចជាទទួលបាននៅបទពិសោធន៍ថ្មីពីការធ្វើដំណើរកម្សាន្តនៅរាជធានីភ្នំពេញ memory with you here walking street មានមនុស្សជាច្រើនគិតថាអ្នកដែលមានជីវភាពធូរធារនឹងជ្រើសរើសធ្វើដំណើរដោយរថយន្តប្រណិតឬមធ្យោបាយដែលមានផាសុកភាពប៉ុន្តែភ្ញៀវទេសចររូបនេះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលព្រោះគាត់ចូលចិត្តដើរជាងការជិះរថយន្តនិងជិះតុកតុកទៅទៀតក្នុងដំណើរកម្សាន្តនេះយើងបានដើរពីវត្តភ្នំឆ្ពោះទៅកាន់វិមានឯករាជ្យហើយបន្តដំណើរទស្សនាតំបន់ជាច្រើននៅកណ្ដាលទីក្រុងភ្នំពេញដែលមានចម្ងាយសរុប15គីឡូម៉ែត្រការដើរនេះវាចម្លែកមិនមែនដើរនៅពេលព្រឹកឬក៏ពេលល្ងាចនៅពេលដែលមានការត្រជាក់ខ្យល់នោះទេប៉ុន្តែគឺដើរនៅកណ្ដាលថ្ងៃតែម្ដងបាទសម្រាប់ប្រជាជនកម្ពុជាជាច្រើនចម្ងាយបែបនេះក៏ដូចជាដើរកណ្ដាលថ្ងៃមើលទៅហាក់ដូចជាឆ្ងាយនិងមានអារម្មណ៍ថាហត់នឿយប៉ុន្តែសម្រាប់គាត់វាគ្រាន់តែជាការដើរកម្សាន្តដ៏រីករាយប៉ុណ្ណោះមួយគាត់បានប្រាប់ខ្ញុំថាការដើរបែបនេះគឺជួយឲ្យគាត់អាចមើលឃើញអ្វីៗច្រើនជាការជិះឡាននិងជិះតុកតុកគាត់មានឱកាសបានសង្កេតមើលអំពីសំណង់ស្ថាបត្យកម្មបុរាណចាស់ៗវត្តអារាមក៏ដូចជាផ្សារអាហារតាមដងផ្លូវនិងជីវិតរស់នៅពិតរបស់ប្រជាជនខ្មែរក្នុងទីក្រុងភ្នំពេញក្នុងនាមខ្ញុំជាមគ្គុទ្ទេសក៍ទេសចរថ្នាក់ជាតិខ្ញុំក៏រីករាយយ៉ាងខ្លាំងក្នុងការដើរជាមួយភ្ញៀវបែបនេះដែរព្រោះរាល់ជំហាននៃការដើរគឺជាឱកាសក្នុងការចែករំលែករឿងរ៉ាវប្រវត្តិសាស្ត្រវប្បធម៌និងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាជាពិសេសប្រជាជនខ្មែរយើងតែម្ដងខ្ញុំជឿថាការស្គាល់ទីក្រុងមួយមិនមែនគ្រាន់តែមើលទីកន្លែងល្បីៗនោះទេប៉ុន្តែត្រូវដើរសង្កេតស្ដាប់និងស្វែងយល់អំពីជីវិតពិតរបស់ប្រជាជននៅទីនោះផងដែរប្រសិនបើបងប្អូនចង់ស្គាល់អំពីទីក្រុងភ្នំពេញឬក៏តំបន់អង្គរឲ្យកាន់តែស៊ីជម្រៅតាមរយៈរឿងរ៉ាវប្រវត្តិសាស្ត្រវប្បធម៌និងបទពិសោធន៍ពិតរបស់ខ្ញុំសូមតាក់ទងមកខ្ញុំដោយផ្ទាល់ខ្ញុំបាទហែមសុភ័ណ្ឌមគ្គុទ្ទេសក៍ទេសចរជាតិប្រចាំប្រជាណាចក្រកម្ពុជានិងជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook និងក៏ជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍ភ្នំពេញ Guidebookសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច like follow subscribe និង share ដើម្បីទទួលបានវីដេអូថ្មីៗអំពីប្រវត្តិសាស្ត្រវប្បធម៌និងការធ្វើដំណើរកម្សាន្តនៅកម្ពុជាជួបគ្នាក្នុងវីដេអូបន្ទាប់យើងចូលចាប់ដើរ